ក្មួយឧទាហរណ៍អំពីសេចក្តីស្រឡាញ់ក្មួយថាយើងកុំឲ្យស្រឡាញ់អស់ពេកប្តីប្រពន្ធអីចឹងណាទុក 20% ដើម្បីមើលគេមើលអីក្នុងចេតនាល្អរបស់ក្មួយចង់សង្គ្រោះមនុស្សដែលក្មួយនិយាយឲ្យស្ដាប់ហ្នឹងដើម្បីឲ្យគាត់បានយល់ត្រូវដើម្បីឲ្យគាត់ធ្វើបានជាប្រយោជន៍ក៏ប៉ុន្តែក្មួយពណ៌មិនទាន់ជ្រៅអំពីរឿងសេចក្តីស្រឡាញ់ហ្នឹងក្មួយការពិតណាដែលហៅថាសេចក្តីស្រឡាញ់ពិតប្រាកដណាក្មួយគឺចាក់គាក់ទៅសេចក្តីស្រឡាញ់ពិតប្រាកដគឺការលះបង់ក្មួយបើក្មួយស្រឡាញ់ពីព្រោះក្មួយចង់បានស្អីពីគេមកវិញអានឹងក្មួយជឿចិត្តមិនមែនសេចក្តីស្នេហាពិតប្រាកដទេព្រោះដើម្បីអញក្មួយមកជាជឿចិត្តព្រោះក្មួយចង់បានដើម្បីខ្លួនឯងហ្នឹងស្រឡាញ់ប្តីពីព្រោះចង់ឲ្យប្តីស្រឡាញ់វិញតែគេមិនស្រឡាញ់វិញតាំងក្តៅក្រហាយមិនមែនសេចក្តីស្នេហាពិតប្រាកដទេព្រោះដើម្បីអញមិនសេចក្តីស្នេហាពិតប្រាកដទេដែលហៅទៅសេចក្តីស្នេហាពិតប្រាកដគឺស្មោះត្រង់ពីក្នុងដួងចិត្តទៅចង់តែឃើញអ្នកដទៃបានសេចក្តីសុខទេបើសិនណាជាយើងមានគំនិតដល់កម្រិតនឹងហើយជាចិត្តពិតប្រាកដមែនណាហើយគេមិនធ្វើល្អឲ្យជាមួយយើងវិញក៏យើងអត់ខឹងដែរពីព្រោះអ្វីពីព្រោះយើងស្រឡាញ់សេចក្តីល្អរបស់យើងសែនមហាស្រឡាញ់យើងស្រឡាញ់សេចក្តីស្នេហាដែលបង្កើតដោយខ្លួនយើងមហាស្រឡាញ់ចំណែកយើងមិនអត់អញ្ចឹងសេចក្តីស្នេហាដែលបង្កើតដោយខ្លួនឯងណាស្រឡាញ់គេទៅតែគេមិនស្រឡាញ់តបវិញអញបំផ្លាញសេចក្តីស្នេហាអញចោលអញលែងស្រឡាញ់ឯងផ្ទះសង់ដោយខ្លួនយើងសោះគ្រាន់តែគេថាមិនល្អវាយអាផ្ទះនឹងចោលបើសេចក្តីស្នេហាមួយដែលពោពេញទៅដោយមโนសញ្ចេតនាពិតប្រាកដនឹងការយល់ដឹងពិតប្រាកដណាសូម្បីតែអ្នកដទៃនឹងមិនស្រឡាញ់យើងវិញហើយគេថែមទាំងប្រើពាក្យថាកុំមកស្រឡាញ់ខ្ញុំយើងនៅតែមិនចោលសេចក្តីស្រឡាញ់របស់យើងក៏ប៉ុន្តែសេចក្តីស្រឡាញ់របស់យើងមិនមានការឈឺចាប់ដល់អ្នកដទៃមិនរំខានដល់អ្នកដទៃជាដាច់ខាតប៉ុន្តែឲ្យយើងទម្លាក់យើងអត់ទម្លាក់ទេព្រោះអីវាជាសេចក្តីស្នេហាមួយដែលបង្កើតដោយខ្លួនយើងអ្នកឯងអាចមិនទទួលយកសេចក្តីស្នេហាពីខ្ញុំតែអ្នកឯងគ្មានសិទ្ធិឲ្យខ្ញុំបំបត្តិសេចក្តីស្នេហានឹងចោលទេខ្ញុំអោបវាទៅតាមខ្ញុំរហូតចឹងទៅនោះគឺជាសេចក្តីស្នេហាពិតប្រាកដអ្នកឯងអាចមិនស្រឡាញ់ខ្ញុំក៏ប៉ុន្តែអ្នកឯងមិនអាចហាមខ្ញុំមិនឲ្យស្រឡាញ់ឯងទេព្រោះជាសេចក្តីស្រឡាញ់មួយដែលបង្កើតដោយខ្ញុំចំណែកយើងវិញអត់ចឹងអញទុក 20%ចាំមើលតែឯងមិនស្រឡាញ់អញមិនស្រឡាញ់ឯងវិញនឹងជាសេចក្តីស្នេហាអត់សេចក្តីស្នេហាដូចខ្ញុំបានរៀបរាប់ខាងលើនោះជាសេចក្តីស្នេហាពិតមានតែការលះបង់បុគ្គលដែលបានទទួលសេចក្តីស្នេហាបែបនោះណាបើស្នាជាគាត់មិនចេះឲ្យតម្លៃទៀតទេបុគ្គលកម្រក់បំផុតហើយយើងកុំខ្ចីស្ដាយកុំស្ដាយឲ្យគាត់ទៅជាមនុស្សដែលយើងមិនគួរឲ្យគោរពទៅសោះពីព្រោះសេចក្តីស្នេហាបែបនោះមិនងាយរកទេក្នុងលោកមិនងាយរកទេពីព្រោះជាសេចក្តីស្នេហាពិតប្រាកដដែលមិនមែនជាសេចក្តីស្នេហាដើម្បីអញបើសេចក្តីស្នេហាដើម្បីអញទាល់តែមានការតបស្នងមិនមែនស្រឡាញ់គេទេស្រឡាញ់ខ្លួនឯងតែមិនបានដល់ខ្លួនឯងកើតចិត្តក្តៅក្រហាយមិនមែនជាសេចក្តីស្នេហាបរិសុទ្ធទេចំណែកយើងវិញស្រឡាញ់ប្តីស្រឡាញ់ប្រពន្ធខ្ញុំមិនចង់ឲ្យបងឯងដើរមកពីខ្ញុំស្រឡាញ់បងឯងពេកហើយចុះបងអូនបងចង់ដើរមួយថ្ងៃទល់ល្ងាចបងចង់ដើរលេងបានបងសប្បាយចិត្តបងអូនឯងស្រឡាញ់បងមែនមិនកុំឲ្យបងដើរលេងឲ្យបងសប្បាយចិត្តបើបងមកផ្ទះឃើញមុខអូនឯងបងបាក់ចិត្តបងឯងស្រឡាញ់បងមែនមិនក៏អូនឯងមិនឲ្យបងទៅមកពីខ្ញុំស្រឡាញ់បងឯងមិនស្រឡាញ់យើងទេស្រឡាញ់ខ្លួនគាត់តែមិនបានធ្វើដូចចិត្តគាត់ហ្នឹងគាត់ក្តៅឥឡូវបើស្រឡាញ់យើងមែនគាត់ឲ្យយើងធ្វើតាមចិត្តយើងបានយើងសប្បាយចិត្តមិនស្រឡាញ់ទេអញ្ចឹងធម្មជាតិមេត្តានេះមិនងាយណាបងអ្នកពិចារណាឃើញពិចារណាយូរមនុស្សសុខចិត្តពិបាកខ្លួនឯងឲ្យគេសប្បាយចិត្តហ្នឹងមេត្តាមានទិសដៅតែមួយគត់គឺចង់ឲ្យអ្នកដទៃបានសប្បាយបានស្រួលអត់មានគិតមកខ្លួនឯងទេធម្មជាតិហ្នឹងជាធម្មជាតិឲ្យទិសដៅតែទៅគាត់ទៅហ្មងឲ្យតែគេឲ្យហ្មងឲ្យនឹងហើយបានកើតអានិសង្សតាមក្រោយពួកអីគិតតែពីឲ្យគេបើពេលឲ្យទៅងាប់ហើយអូយមកជីវិតនេះអញស្គាល់ស្រីច្រើនណាគ្មានអាណាល្អដូចប្រពន្ធអញហ្មងដើរទៅណាមិនតែចេះមកវិញដឹងតែរៀបបាយរៀបទឹកឲ្យល្អអានិសង្សនេះកើតតាមក្រោយចំណែកយើងវិញសេចក្តីស្នេហាបែបហ្នឹងសង្គមខ្មែរចូលចិត្តលេងពីព្រោះអីពីព្រោះអ្នកសរសេររឿងក៏វាមិនជ្រៅដែរបើកណាជាសេចក្តីស្នេហាដែលមានជំរឿពិចារណាដោយការយល់ដឹងណាបងប្អូនមើលរឿងរបស់គេជាពិសេសរឿងចិនរឿងស្នេហាជ្រៅរបស់អាមេរិកកាំងស្នេហារបស់វាមានជំរឿដែលហៅថាស្នេហាពិតរបស់វានឹងគឺសុទ្ធសឹងតែជាការលះបង់ទោះបីជាបុគ្គលនឹងមិនស្រឡាញ់តបតមកវិញក៏ដោយសេចក្តីស្នេហាមួយនឹងវាអោបជាប់ពីព្រោះវាជាសំណង់នៅក្នុងបេះដូងមួយដែលវាសង់ដោយខ្លួនឯងវាជាសេចក្តីស្នេហាមួយដែលវាសន្សំទុកដោយខ្លួនឯងវាមិនមែនគោរពអ្នកដទៃទេតែវាគោរពខ្លួនឯងអ្វីដែលអញយល់ឃើញអ្វីដែលអញខំសន្សំឡើងអញមិនអាចបំភ្លេចបានទេអញ្ចឹងបានក្នុងរឿងខ្លះគេឃើញមនុស្សខ្លះមិនម៉ាយចិត្តទេណាប៉ុន្តែនៅមួយជីវិតពីព្រោះអ្វីគ្មាននរណាបានយល់ដឹងអំពីជំរឿដួងចិត្តនៃបុគ្គលនោះទេហើយក្នុងសង្គមខ្មែរបើយើងអត់អញ្ចឹងសម្បូរស្នេហារយស្នេហាផ្លេចបន្ទូលផ្លេចចូលទៅដើមស្នេហាទៅតាមចិត្តមិនដឹងជាកសាងប្រជាពលរដ្ឋយ៉ាងម៉េចឲ្យមានជំរឿនៃសេចក្តីស្នេហាពិតប្រាកដណាខ្ញុំលើកអំពីជំរឿនៃការយល់ដឹងរបស់
តារាភាពយន្តគេបន្តិចបងប្អូនចាំមើលតារាភាពយន្តខ្មែរយើងឲ្យតែគេសម្ភាសក្នុងទូរទស្សន៍ក្នុងរ៉ាឌីយ៉ូក្នុងទស្សនាវដ្តីអីក៏ដោយគេសម្ភាសនិយាយឲ្យរាក់កំផែលមិនប្រហែលក៏ទុយដើមនៅចាប់បាននោះរាក់មែនតើហ្មងតួកុនស្រុកគេល្បីមែនតើតួកុនចិនគេសម្ភាសថានាងក្រោយពីល្បីល្បាញមកតើនាងមានការរំភើបក្នុងចិត្តដែរឬទេដើម្បីឆ្លើយពីការយល់ដឹងរបស់វាយ៉ាងម៉េចឆ្លើយពីការយល់ដឹងផងឆ្លើយអំពីជំរឿពិតនៅក្នុងដួងចិត្តរបស់វាដែលវាបង្ហាញចេញមកក្រៅផងវាថាអ្នកដតីប្រហែលជាគិតអញ្ចឹងមែនខ្ញុំដំបងដៃក៏បានគិតដូចអ្នកដតីចឹងដែរថាคล้ายទៅជាតួកុនល្បីល្បាញមួយវាអស្ចារ្យខ្លាំងណាស់ក៏ប៉ុន្តែពេលដែលខ្ញុំមកដល់ស្ថានភាពនោះមានពេលខ្លះខ្ញុំយំខ្ញុំចង់คล้ายខ្លួនទៅស្ថានភាពដើមវិញពីព្រោះអ្វីពីព្រោះសប្តាហ៍ថ្ងៃនេះខ្ញុំលែងคล้ายទៅជាបុគ្គលមួយដែលធ្វើសម្រាប់ខ្លួនឯងហើយខ្ញុំរស់នៅសម្រាប់អ្នកដតីខ្ញុំមើលមកខ្លួនឯងញយខ្ញុំហាក់បីដូចជាកូនតុក្កតាមួយដែលគេតាំងនៅក្នុងទូសម្រាប់លំអភ្នែកអ្នកដតីជីវិតឯកជនរបស់ខ្ញុំទាំងប៉ុន្មានត្រូវបានបំផ្លាញទាំងអស់ខ្ញុំធ្វើអីទៅតាមចិត្តរបស់ខ្ញុំដែលមិនសមនឹងភ្នែកញាតិបន្តិចកសែតចុះព្រមព្រៀបថែមទាំងមិនមែនចុះសេចក្តីពិតទៀតផងបើតំណាជាខ្ញុំទៅឆ្លោះជាមួយអ្នកកសែតឆ្លោះគ្មានថ្ងៃចប់បំពេញរហូតជីវិតឯកជនរបស់ខ្ញុំទាំងប៉ុន្មានត្រូវបានបំផ្លាញព្រោះតែជីវិតជាតារាដ៏ល្បីនេះការឈឺចាប់ពីភាពអយុត្តិធម៌ដែលសង្គមបានផ្ដល់ឲ្យខ្ញុំមានច្រើនហួសហេតុនៅពេលខ្លះខ្ញុំយល់ថាលុយលែងសំខាន់សម្រាប់ខ្ញុំចង់វិលទៅរកសភាពដើមវិញនៅវិញ្ញាណឃើញទេបង្ហាញអំពីការយល់ដឹងរបស់វាថានៅថ្ងៃមួយបងប្អូនដឹងអត់មានពួកម៉ាក់ដ៏ជិតស្និទ្ធរបស់ខ្ញុំគេបន់ខួបកំណើតគេហៅទាំងអស់មិត្តរួមថ្នាក់លើកលែងតែខ្ញុំមួយដល់ពេលខ្ញុំទូរស័ព្ទសួរគេថាមកពីខ្ញុំល្បីពេកហើយគេមិនហ៊ានហៅការពិតខ្ញុំនៅតែជាកុមារីដ៏ក្មេងខ្ចីមួយត្រូវការភាពកក់ក្ដៅពីសង្គមដូចតែមនុស្សសាមញ្ញអញ្ចឹងប៉ុន្តែភ្នែកមនុស្សសប្ងៃមើលមកឃើញខ្ញុំវាអស្ចារ្យហើយដូច្នេះជីវិតសាមញ្ញរបស់ខ្ញុំជីវិតឯកជនរបស់ខ្ញុំត្រូវបានបំផ្លាញទាំងអស់មានពេលខ្លះខ្ញុំយល់ឃើញថាសូមតែមករស់ដើម្បីធ្វើការជាមនុស្សសាមញ្ញវិញដើម្បីធ្វើអ្វីទៅតាមចិត្តរបស់ខ្ញុំចង់ឃើញទេដល់ពេលតួកុនខ្មែរវិញគេសួរថាតើក្រោយពីនាងល្បីយ៉ាងម៉េចដែរអូខ្ញុំអរគុណខ្លាំងណាស់ទោះនិកជនដែលបានផ្ដល់ភាពគាំទ្រដល់នាងខ្ញុំឲ្យទៅភ្នែកពេចដូចអត់មានជំរឿអីមិនបន្តិចគាត់ទៅសោះដូចគ្មានការយល់ដឹងគ្មានអីបន្តិចសោះបងប្អូនមើលសង្គមខ្មែររបស់យើងអញ្ចឹងបើយើងបដ ாய் ទៅតាមទិសដៅនឹងយូរសង្គមខ្មែរយើងដួលមិនបាច់ច្រានដូចខ្ញុំនិយាយខាងដើមអញ្ចឹងតែឥឡូវចាស់មួយចំនួនហ្នឹងគាត់អ្នកដឹកនាំប្រទេសគាត់ទៅបាត់ទៅសួរតែក្មេងសកលក្រោយគេមានបដោះហ៎ដូចមិនដាច់ទៅដែលហៅថាសេចក្តីស្នេហាពិតប្រាកដខ្មែរយើងដែលបែងចែកជាក្មួយអត់ដែលបែងចែកអំពីសេចក្តីស្នេហាពិតប្រាកដទេអាមួយគេហៅ passionate love អាមួយទៀតគេហៅ understanding love passionate love ហ្នឹងគឺមានន័យថាឃើញមុខគ្នាភ្លាមស្រឡាញ់ផ្លែតហ្មងដោយសារចំណងផ្លូវភេទហ្នឹងយើងអត់បានចាប់អារម្មណ៍ទេឃើញគ្នាភ្លាមត្រូវចិត្តគ្នាស្រឡាញ់គ្នាបដ ாய் សួរតែស្រឡាញ់ដោយសារអីថាស្រឡាញ់ដោយសារចិត្តស្រឡាញ់កុំឆ្ងល់ច្រើនពេកកុំសួរច្រើនពេកស្រឡាញ់ព្រោះតែខ្ញុំស្រឡាញ់ឃើញមុខទៅវាស្រឡាញ់ធ្វើម៉េចអូបើថាស្រឡាញ់របៀបហ្នឹងក៏វាបាត់ទៅវិញនៅពេលដែលចិត្តអស់សេចក្តីស្រឡាញ់ដែរការពីស្រឡាញ់ព្រោះចិត្តស្រឡាញ់ដល់ពេលការឈប់ស្រឡាញ់ព្រោះតែចិត្តឈប់ស្រឡាញ់ព្រោះមនុស្សនឹងធ្វើតាមចិត្តទៅហើយសេចក្តីស្រឡាញ់បែបហ្នឹងគេហៅ passionate love សេចក្តីស្នេហាដែលកើតមកពីចំណងតណ្ហាសេចក្តីស្នេហាបែបហ្នឹងបើតាមអ្នកប្រាជ្ញចារណាអត់មានតម្លៃអីបន្តិចគ្មានតម្លៃអីបន្តិចហើយដល់ពេលអា passionate love ហ្នឹងអាសេចក្តីស្រឡាញ់ដោយការរំជួលចិត្តឃើញយ៉ាងហ្នឹងស្អាតឬក៏ត្រូវចិត្តរបស់ខ្លួនហ្នឹងស្រឡាញ់ផ្លឹបឃើញបរោះហ្នឹងត្រូវចិត្តរបស់ខ្លួនស្រឡាញ់ផ្លឹបហ្នឹងគ្មានអាចចាំមើលដល់ពេលវាអស់វិញអស់ដែរកាលពីស្រឡាញ់ហ្នឹងយកទៅអាដៃអាអីសម្រក់ឈាមអូកកគ្នាទៅស្បត់ទៅអីផ្សំដងកាអីចឹងរួមមួយគ្នាមកជីវិតអីចឹងប៉ុន្តែដល់ពេលវាអស់សេចក្តីស្រឡាញ់ចុះបងឯងចុះអូនឯងកាប់ពីមុនបានសន្យាមួយបងសន្យាទៅចុះបងឯងថាបើក្បត់ឲ្យខ្ញុំជេរអីអាចជេរទៅឥឡូវជេរទៅខ្ញុំមិនខឹងណាខ្ញុំមិនមកជេរណាជេរទៅវាអស់សេចក្តីស្រឡាញ់ពីព្រោះការពីស្រឡាញ់ក៏ធ្វើតាមចិត្តដល់ពេលវាចិត្តវាអស់សេចក្តីស្រឡាញ់ធ្វើតាមចិត្តទៀតអានឹងគេហៅ passionate love សេចក្តីស្នេហាបែបហ្នឹងគ្មានតម្លៃទេសេចក្តីស្នេហារបស់ជនសាមញ្ញហើយមហាសាមញ្ញសេចក្តីស្នេហាអញ្ចឹងគេមិនដែលកត់ត្រាចូលក្នុងប្រវត្តិសាស្ត្រទេសេចក្តីស្នេហាអញ្ចឹងគេមិនដែលយកមកធ្វើជារឿងទេបើយកមកធ្វើជារឿងក៏អត់ល្អមើលដែរដែលហៅថាសេចក្តីស្នេហាដែលមានតម្លៃពិតប្រាកដគឺ understanding love សេចក្តីស្នេហាដែលកើតមកអំពីការយល់ដោយពូនិយាយខាងដើមអញ្ចឹងថាជីវិតគ្រួសារជីវិតស្នេហាវាសំខាន់ហើយក៏ប៉ុន្តែយើងមិនត្រូវបូជាអ្វីៗទាំងអស់ដើម្បីសេចក្តីស្នេហាទេពីព្រោះវារកតម្លៃមិនឃើញបាទសេចក្តីស្នេហាវាដូចជាសាំងឧទាហរណ៍ដូចមិញអញ្ចឹងគោលដៅរបស់យើងណោះសៀមរាបប៉ុន្តែសេចក្តីស្នេហាដូចជាសាំងចាក់ក្នុងឡានដើម្បីឲ្យយើងទៅដល់សៀមរាបសេចក្តីស្នេហាបែបហ្នឹងគួររក្សាទុកណាស់ពីព្រោះអីគោលដៅរបស់យើងនៅសៀមរាបឯណោះពីរអ្នកប្តីប្រពន្ធចូលរួមគ្នាដើម្បីបង្កើតបុព្វហេតុនៃជីវិតដ៏ត្រឹមត្រូវមួយដែលយើងបានពិភាក្សាគ្នាថាតើជីវិតគ្រួសារជីវិតសម្ព័ន្ធភាពស្នេហារបស់យើងបង្កើតឡើងដើម្បីអ្វីដើម្បីបុព្វហេតុជីវិតមួយដែលយើងគិតគួរដោយប្រពុតពីរអ្នកនាងពុំពីធ្វើពេទ្យបានចាក់ឆ្នាំឲ្យគេប្រពុតលោកកូនស្ដេចលោកដើរចែកណោយពុំពីអាណិតពេក
ឃើញប្រជាពលរដ្ឋដែលមានទុកមួយថ្ងៃគិតតែពីរឿងព្យាបាលគេមានពេលខ្លះសមត្ថភាពរបស់ពុំពៀព្យាបាលអត់បានគេជំងឺឈឺខ្លាំងពេកស្លាប់ទៅយំស្រែកប្រពុតចែកណោយចែកកាន់តែច្រើនកាន់តែក្រពីរនាក់ហ្នឹងក៏លេចឃើញគ្នាស្រឡាញ់មួយដើរចែកណោយមួយទៀតដើរចាក់ថ្នាំក៏លេចឃើញគ្នាស្រឡាញ់ដល់ពេលស្រឡាញ់រៀបការមកនៅតែធ្វើសកម្មភាពអញ្ចឹងដដែលដល់ពេលយប់ដេកជាមួយគ្នាពុំពៀមើលគេមិនជាពីថ្ងៃគឺស្លាប់ទៅដល់ពេលអញ្ចឹងមកដេកថាឥឡូវបងជួយដោះស្រាយបញ្ហាក្នុងដួងចិត្តអូនខំប្រឹងព្យាបាលដល់អ្នកដទៃប៉ុន្តែដៃអូនតែពីរមិនអាចមើលអ្នកជំងឺតាន់ទេពីបងក៏អញ្ចឹងដែរបងក៏រកវិធីដោះស្រាយមិនបានដែរយើងយកវិធីដែលយើងកំពុងធ្វើសប្តាហ៍ថ្ងៃហ្នឹងធ្វើបណ្ដាលទៅអូនក៏ប៉ុន្តែបងយល់ថាផ្លូវរបស់យើងដើម្បីជួយរំដោះទុក្ខរបស់សត្វលោកប្រហែលជាខុសហើយអូនបងចែកអំណោយចែកបណ្ណាទៅអ្នកក្រនៅតែមានស្អែកឡើងចែកទៀតចែកដល់អ្នកក្រនៅតែមានពេញទឹកពេញដីដូច្នេះវិធីដែលយើងជួយសត្វលោកប្រហែលជាខុសហើយពុំពីអូនក៏ប៉ុន្តែយើងរកវិធីមិនឃើញយើងធ្វើតាមនឹងទៅប្រពន្ធលោកថាចាំទុកឱកាសឲ្យបងស្វែងរកមធ្យោបាយដើម្បីជួយសត្វលោកទៀតមធ្យោបាយដោយពុំពៀជួយចាក់ថ្នាំប្រពុតជួយចែកអំណោយប្រហែលជាមិនមែនជាវិធីជួយសត្វលោកទេជីវិតប្តីប្រពន្ធពីរនាក់ហ្នឹងបូជាដើម្បីបុព្វហេតុមួយនោះគឺការត្រាស់ដឹងដើម្បីជួយសត្វលោកឃើញជីវិតបែបហ្នឹងសំខាន់ណាស់មានជីវិតពីរនាក់ហ្នឹងដូចមានបាយហូបចឹងណាវាជាបាយហូបវាជាសង្ចៈដើម្បីឲ្យដល់អាទិសដៅមួយនោះការពិតអាទិសដៅមួយនោះគឺជាការតម្កល់ជីវិតដើម្បីនោះអាទិសដៅដែលយើងចង់ទៅគឺការរំដោះទុក្ខរបស់សត្វលោកនោះទិសដៅនោះពុំពៀមួយប្រពន្ធនឹងជួបគ្នាគ្រប់ជាតិទាំងអស់ដោយសារការបូជាជីវិតដើម្បីបុព្វហេតុអ្នកដទៃនោះឲ្យឆ្ងាយនោះប៉ុន្តែសួរថាហេតុអ្វីបានជាពុំពៀជាមួយប្រពន្ធនឹងជួបគ្នាសំខាន់ពីព្រោះបុព្វហេតុរួមគ្នានោះបើមិនសំខាន់មិនឧបមាថាយើងចង់ទៅសៀមរាបសាំងមិនសំខាន់មិនមិនមែនដើម្បីសាំងទេណាបាយស៊ីឲ្យមានកម្លាំងដើម្បីទៅសៀមរាបអញ្ចឹងបាយមិនសំខាន់ទេសំខាន់ណាស់ប៉ុន្តែមិនមែនដើម្បីបាយទេណាគឺដើម្បីទៅសៀមរាបសេចក្តីស្នេហារបស់យើងទាំងពីរសំខាន់ណាស់ហេតុអីបានសំខាន់ពីព្រោះមានតែកម្លាំងរបស់យើងទាំងពីរទេដែលអាចគប់គ្នាសម្រាប់ដល់គោលដៅអាគោលដៅដែលយើងតម្កល់ជីវិតដើម្បីហើយសប្តាហ៍ថ្ងៃយើងបូជាជីវិតទាំងអស់ដើម្បីគ្រួសារដដែលដើម្បីតែប៉ុណ្ណឹងដែលគេហៅ passionate love សេចក្តីស្នេហាឃើញដោយតណ្ហាវាអត់មានឧត្តមគតិនៅក្នុងហ្នឹងប្រពុតជាមួយនាងពុំពៀសេចក្តីស្នេហាបែបហ្នឹងនៅយូរអង្វែងពីព្រោះអីពីព្រោះគេបានតម្កល់បុព្វហេតុសម្រាប់ជីវិតគេគឺការត្រាស់ដឹងដើម្បីជួយសត្វលោកឯណោះជាគោលដៅចុងក្រោយគោលដៅនោះអាចសម្រេចបានលោកត្រាតែមានសេចក្តីស្នេហាអញ្ចឹងសេចក្តីស្នេហាហ្នឹងមិនសំខាន់យ៉ាងម៉េចប៉ុន្តែនៅក្នុងក្រុមគ្រួសារយើងក្មួយទៅឆែកមើលកម្រប្តីប្រពន្ធកម្រអោបគ្នានៅជាមួយគ្នាដើម្បីលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបុព្វហេតុដែលជាគោលដៅជាឧត្តមគតិបើមនុស្សប្រុសហ្នឹងមានឧត្តមគតិទៅមុខហ្នឹងត្រូវរួញនៅតាមមនុស្សស្រីនឹងទាញបងឯងទៅធ្វើអីអារឿងអញ្ចឹងបើថាទៅឲ្យបានតំណាងរាបើអត់បានតំណាងរាទៅស្អីស្រីធម្មតាក៏ដូចភ្នំដោយអាប់រ៉ាហាំក៏ថាព្រះប្រហែលជាពេញចិត្តមនុស្សប្រភេទហ្នឹងបានបង្កើតមនុស្សប្រភេទហ្នឹងពេញផែនដីយ៉ាងដល់ពេល understanding love សេចក្តីស្នេហារបស់គេខួសពីប្តីប្រពន្ធវាទៅជាបងប្អូនខួសពីបងប្អូនវាទៅជាមិត្តភក្តិខួសពីមិត្តភក្តិវាទៅជាម៉ែឪថែរក្សាគ្នាទៅវិញទៅមកដូចម៉ែដូចឪពីព្រោះអីបានថែរក្សាសេចក្តីស្នេហាទុកពីព្រោះសេចក្តីស្នេហានេះគឺជាបុព្វហេតុនាំឲ្យកើតទៅដល់បុព្វហេតុសម្រាប់ជីវិតរបស់គេសេចក្តីស្នេហាបែបហ្នឹងត្រូវបានពិចារទុកក្នុងប្រវត្តិសាស្ត្រកម្រមួយកម្រមនុស្សស្រីដែលហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនមកចូលរួមក្នុងបុព្វហេតុជីវិតជាមួយគ្រួសារកម្រមនុស្សស្រីច្រើនតែទាញអញ្ចឹងបាននៅក្នុងសភៅកម្រឃើញមនុស្សស្រីខ្លាចទៅជាអ្នកប្រាជ្ញពីព្រោះសេចក្តីអត្តដ្ឋានទៀតហើយដូចបានគ្នារកសេចក្តីអត្តដ្ឋានមិនឃើញពីព្រោះអត់មានវិណាបញ្យលរកតម្លៃជីវិតអត់ឃើញដល់ពេលណាយើងពិចារណាអញ្ចឹងយូរទៅចិត្តពិចារណាវាជ្រាបចូលក្នុងបេះដូងរបស់យើងដល់ជ្រាបចូលបេះដូងរបស់យើងយល់ថាអូជីវិតដ៏អស្ចារ្យគឺអញ្ចឹងហ្នឹងហើយគេហៅ understanding love សេចក្តីស្នេហាអញ្ចឹងងាយប្រេះឆាទេក្មួយពីព្រោះបុព្វហេតុជីវិតវាអត់ទាន់ដល់សេចក្តីស្នេហានេះកើតមានដើម្បីបុព្វហេតុជីវិតគោលដៅនោះចង់សម្រេចបានលុះត្រាតែមានសេចក្តីស្នេហានឹងកើតមានឡើងដូច្នេះពេលល្ងាចអីចឹងវាចេះបង្កើតកម្មវិធីជួបប្រពន្ធវានាំប្រពន្ធវាដើរលេងនាំអីចឹងរំលឹកអនុស្សាវរីយ៍របស់វាអីចេះចោះចឹងទៅដើម្បីឲ្យកើតសេចក្តីស្នេហានៅដដែលពីព្រោះសេចក្តីស្នេហានេះវាសំខាន់ណាស់សម្រាប់បុព្វហេតុជីវិតឯណោះតែ passionate love សេចក្តីស្នេហាដូចផ្ទះទុំអញ្ចឹងផ្ទះបាញ់អញ្ចឹងក៏លេចឃើញមានបាញ់ផ្លែអញ្ចឹងថ្ងៃណាអស់សេចក្តីបាញ់អស់ទៅសម្បូរកោដូចភ្នំសេចក្តីស្នេហារបៀបហ្នឹងមិនមែនជាសេចក្តីស្នេហាពិតទេសេចក្តីស្នេហាដែលមានតម្លៃពិតប្រាកដគឺការលះបង់ចូលរួមគ្នាដោយការយល់ដើម្បីបុព្វហេតុជីវិតមួយនោះអញ្ចឹងសេចក្តីស្នេហាបែបហ្នឹងគួរតែសាបទុកណាសេចក្តីស្នេហាបែបហ្នឹងតែជាសេចក្តីស្នេហាមានតម្លៃសម្រាប់មនុស្សអ្នកខ្លះឃើញគេលះបង់ដើម្បីបុព្វហេតុអ្នកដទៃសើ